ជំរាបសួរលោកគ្រូចឹងថ្ងៃនេះយើងនឹងធ្វើតទៅជាមួយនឹង lab បន្តចឹងនៅ lab copy របស់យើងចឹងមុនប្រើខ្ញុំសូមធ្វើការបង្កើត file សិនចឹងខ្ញុំធ្វើការ echo .e ចឹងយើងនឹងបង្កើតពី1ដល់100ហើយបន្ទាប់មក file ទាំងអស់នោះខ្ញុំនឹងឲ្យវាថាជាគ្រប់ស្វី30អញ្ចឹងទៅហើយយើង /n ចឹងយើង store វាក្នុង SV30 data អញ្ចឹងវាបង្កើតពី1ដល់100ហើយចឹងខ្ញុំធ្វើការ attach វាdata 2ដល់10 100 10 ចឹងនៅពេលដែលយើងបង្កើតវាហើយយើងធ្វើការ ls មើលហ្នឹងអាចឃើញ data យើងចេះហើយពី10 20 30 10 20 30 40 50 70 80 90 100ចឹងចុះចឹងយើងធ្វើការ echo វាថែមអូខេចឹងខ្ញុំធ្វើការ echo នេះវាសិក្សាអនខ្ញុំនេះយើងឆេកកន្លែងនេះតិចយើងដាក់1 data បន្ទាប់មកយើងពិនិត្យមើលឡើងវិញអូខេចឹងគឺឃើញ data យើងគឺនេះហើយចឹងបន្ទាប់មកយើងធ្វើការ add វាគេទៅពេលដែលយើង add យើងឃើញវាពី1ដល់10ចឹងបើយើងបានចឹងហើយខ្ញុំធ្វើការចាប់ផ្ដើមhack មើលបែបចេះ SV30 data ជាង data ដល់ copy ដល់10ហើយ add វាមើល data ដល់ copyចឹងបន្ទាប់មកយើងឃើញថានេះនៅពេលយើងដាក់10គឺវាឃើញដូចគ្នាចឹងបន្ទាប់មកយើងធ្វើការសរសេរនេះឲ្យវាដល់100ចឹងនេះយើងកែដាក់20ចឹងទៅហើយនេះខ្ញុំធ្វើការសរសេរដល់ហើយ20ចឹងបន្ទាប់មកនៅពេលដែលយើងrunនេះយើងខេតវាមើលម្ដងទៀតគឺវា run ពី1ដល់20ឯងចឹងបន្ទាប់មកខ្ញុំធ្វើវា run ដល់100ចឹងចុះចឹងខ្ញុំនឹងសរសេរលើទៅដែរខ្ញុំសេវានេះដូរនេះទៅ30ហើយនេះទៅ30ហើយបន្ទាប់ហើយបន្ទាប់មកខ្ញុំធ្វើការកាន់វាហើយខ្ញុំសេកូននឹងទៅដែរក៏ដូរវាពី30ទៅ40យើង run វាទៀតយើងដូរនេះពី40ទៅ50ចឹងចុះចឹងរហូតយើងធ្វើចឹងរហូតដល់100
Chắc bắt đầuពីយើងសេវាដល់100ហើយខ្ញុំធ្វើការ cap វាដល់100ដូចនេះដើម្បីមើលបាទអញ្ចឹងឃើញថាវា run វា copy ពី1ដល់100ដូចគ្នាអញ្ចឹងវីដេអូនេះមិនប៉ុណ្្នឹងទេសូមអរគុណលោកគ្រូសូមជម្រាបលា